បាទអាញាតគោរពជំរាបសួរអ៊ំពូមីងយាយតាពុកម៉ែបងប្អូនទាំងអស់គ្នាទាំងនៅក្នុងនិងក្រៅប្រទេសបាទឥឡូវនេះខ្ញុំបាទឥឡូវជាមួយបងសម្បត្តិជនបានកំពុងធ្វើដំណើរមកតាមផ្លូវបាទទៅទីតាំងមួយកន្លែងបាទទៅទីតាំងមួយនេះដូចជាវត្តបាទវត្តរបស់ភិក្ខុនីវត្តនេះសម្រាប់តែភិក្ខុនីអត់មានព្រះសង្ឃជាភេទបុរសទេបាទជាភេទនារីបាទនៅម្ដុំសង្កាត់ក្រាំងធ្នងបាទខណ្ឌសែនសុខរាជធានីភ្នំពេញបាទហើយឥឡូវនេះពួកខ្ញុំមកដល់ពាក់កណ្ដាលផ្លូវហើយនៅមុខវត្តនៅមុខនោះវត្តនៅនេះពីមុនឃើញគេដឹកថ្មមកធំឥឡូវដូចជាគេយកទៅទម្រាបធ្វើជញ្ជាំងដូចជាមហាកំពែងចិនអញ្ចឹងមើលទៅបែបចិនបាទបែបចិនដូចជាពហិមមិនដឹងជាវត្តមិនដឹងពួកខ្ញុំក៏អត់ដឹងដែរឥឡូវបានសពរជនបាទនៅក្រៅប្រទេសគឺប្រទេសបារាំងបានគាត់ពឹងពាក់ពួកខ្ញុំឲ្យយកបច្ច័យចំនួន$100មកចូលរួមកសាងនៅទីកន្លែងនេះបាទហើយទៅតាមដានទាំងអស់គ្នាជាមួយខ្ញុំនិងបងសម្បត្តិជននៅទស្សនវិជ្ជាខាងក្នុងពួកខ្ញុំក៏អត់ដឹងថាយ៉ាងម៉េចដែរព្រោះលើកទី1របស់ពួកខ្ញុំដែលបានមកដល់ទីនេះបាទសូមគោរពនិងជម្រាបសួរដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពជាទីស្រឡាញ់បាទថ្ងៃនេះខ្ញុំបាទសម្បត្តិជនហើយនឹងក្រុមការងារបានធ្វើដំណើរមកស្វែងរកវត្តភិក្ខុនីបាទភិក្ខុនីមួយកន្លែងវត្តនេះឈ្មោះថាវត្តបញ្ញាធំបាទវត្តបញ្ញាធំស្ថិតនៅម្ដុំដូចជាសង្កាត់ក្រាំងធ្នងខណ្ឌសែនសុខរាជធានីភ្នំពេញបាទនៅរាងជាយមកដែរហើយវត្តនេះតាមពិតល្បីមករយៈដែរហើយដែលជាវត្តពុទ្ធសាសនាផ្នែកដូចជាតៃវ៉ាន់បាទដែលជនជាតិតៃវ៉ាន់គាត់មកកសាងហើយធ្វើវត្តអារាមជាពុទ្ធសាសនាតែវត្តនេះសម្រាប់តែភិក្ខុនីទេហើយថ្ងៃនេះខ្ញុំមកវត្តនេះគឺដោយនាំយកនៅបច្ច័យរបស់សប្បុរសជនខ្មែរដែលរស់នៅប្រទេសបារាំងបាទដែលបងគាត់មានសទ្ធាជ្រះថ្លាចូលបវរណានៅបច្ច័យ$100ហើយយកមកចូលនៅក្នុងវត្តនេះហើយខ្ញុំបានមកដល់ជិតដល់វត្តហើយគាត់សូមមកទិកសលនេះជូនដល់លោកឪពុកជាត្រីហើយនិងអ្នកម្ដាយសេងសុខដែលបានបាក់បែកចែកឋានទៅផងហើយឥឡូវនេះខាងក្រោយក្នុងខ្ញុំនេះវត្តបងប្អូនមើលទៅដូចជាវត្តប៉ុន្តែវត្តពុទ្ធសាសនាគាត់ពុទ្ធសាសនាបែបចិនឬក៏បែបតៃវ៉ាន់អញ្ចឹងណាយើងឃើញដបូលព្រះវិហារដបូលអីហើយការសាងសង់នេះមករយៈមុនប្រហែលឆ្នាំមុនខ្ញុំធ្លាប់ឃើញគេដឹកថ្មធំយកមកដាក់ប៉ុន្តែកាលហ្នឹងអត់ដឹងថាគេធ្វើអីទេប៉ុន្តែឥឡូវហ្នឹងបានឃើញការផុសការផ្សព្វផ្សាយដោយបងប្អូនយើងមួយចំនួនក៏បានមកដល់ទៅគឺកន្លែងនេះជាវត្តបាទហើយវត្តហ្នឹងឈ្មោះថាវត្តបញ្ញាធំហើយយើងឃើញថ្មធំណាឥឡូវនេះគោរពអញ្ជើញដល់បងប្អូនខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសអ្នកតាមដានទស្សនាវីដេអូរបស់ខ្ញុំទៅទស្សនាទាំងអស់គ្នាបាទហើយទទួលយកកុសលផលបុណ្យទាំងអស់គ្នាបាទដោយបងនៅប្រទេសបារាំងគាត់មានសទ្ធាជ្រះថ្លាហើយគោរពអញ្ជើញយកទៅហើយខាងជាក់ស្ដែងទៅដល់ខាងក្នុងយ៉ាងណាខ្ញុំក៏អត់ទាន់ដឹងហើយលើកទី1ដូចគ្នាបាទអញ្ចឹងគោរពអញ្ជើញទស្សនាជាមួយខ្ញុំបន្តទៀតបាទទៅពីតាមផ្លូវបាទទៅពីតាមផ្លូវផ្លូវរៀងពិបាកបន្តិចខ្ញុំចូលមកពីខាងវត្តជុំបាទផ្លូវមានច្រើនបាទផ្លូវចូលតាមសាលាសង្កាត់ចិត្តវត្តខាងក្នុងក៏មានចិត្តវត្តជុំក៏មានផ្លូវពីក្រោយក៏មានបាទថ្ងៃនេះថ្ងៃចុងសប្តាហ៍ដូចជាមានឡានច្រើនបាទគេចូលកន្លែងនេះដូចជាកន្លែងកំសាន្តផងកន្លែងជាវត្តអារាមផងហ្នឹងខ្ញុំអត់សូវដឹងដែរôngពូមីងបាទឥឡូវនេះយើងធ្វើដំណើរតាមផ្លូវទៅបាទអមសងខាងផ្លូវនេះគឺមានស្រូវមានស្រែបាទខាងនេះស្រូវតែអត់សូវល្អបាទហើយខាងមុខនោះឃើញក្មេងៗចុះធ្វើអីបេះតកូនបេះអីមិនដឹងរកក្តាមរកខ្យងមិនដឹងអីនៅមុខបាទផ្លូវរៀងពិបាកបន្តិចនោះក្មេងធ្វើអីបេះតកូននេះហ្នឹងដែរបេះតកូនបេះតកូនលក់យកទៅលក់អីហ្នឹងក្មេងតកូនដោះ
តាមវាស្រែបើហេតុលក់ល្អខែភ្លៀងចេះល្អបានបងបាត់ជូនគាត់ដើរថាអត់ជិះឡាននេះអត់ចង់ដើរមើលជិះឡានរៀងរលាក់បាទជិះមើលដើរអត់រលាក់វត្តនេះដូចជាពិខុនៃខាងតៃវ៉ាន់បាទគាត់មកធ្វើមកសាងសង់នៅនេះហើយជញ្ជាំងនេះគឺស្ទើរដុំថ្មធំធំថ្មទាំងដុំហ្មងគេយកមកនឹងរៀបនៅលើហ្នឹងខ្លាយទៅជាដូចជាមហាកំផែងចិនអញ្ចឹងស្អាតមែនមើលពីក្រៅស្អាតតែពួកខ្ញុំមិនដែលបានចូលទៅខាងក្នុងទេធ្លាប់តែជិះកាក់តែអត់ដឹងថាយ៉ាងម៉េចឥឡូវថ្ងៃនេះបានបងស្រីគាត់នៅប្រទេសបារាំងបានឲ្យយកបច្ច័យមកចូលរួមអញ្ចឹងក៏មានឱកាសបានចូលទៅក្នុងមើលទាំងអស់គ្នាបានចាំទៅតាមដានទស្សនានៅខាងក្នុងមើលថាទិដ្ឋភាពស្អាតប៉ុណ្ណាបាទគៀកមែនតើណាខ្ញុំគៀកកាន់តែស្អាតបាទអូនេះដុំថ្មនេះគឺគេសម្រាប់យកធ្វើជាជញ្ជាំងបាទកំផែងជញ្ជាំងហើយស្អាតបាទស្អាតដូចក្នុងរឿងចិនអញ្ចឹងមើលមកដូចវាំងចិនមេឃរលឹមទៀតដែរថាចេញពីព្រឹកកុំឲ្យមេឃភ្លៀងឥឡូវនៅតែភ្លៀងមកតន់ទៀតបាទចេញពេលថ្ងៃភ្លៀងឥឡូវចេញពីផ្ទះមកពេលព្រឹកភ្លៀងទៀតបាទអូមេឃតាមភ្លៀងរហូតបាទនៅមកដល់ហើយបាទមកដល់គេពុំនេះរកកន្លែងឈប់ឡានសិនវត្តបញ្ញាធំអូជាវត្តគេដាក់ឈ្មោះវត្តបញ្ញាធំបាទនេះផ្លូវចូលច្រើនស្អាតចាំចូលទៅក្នុងទាំងអស់គ្នាបាទមានឡានគេមកទស្សនាច្រើនចូលលេងច្រើនដល់ក្នុងអូពងតែសាងសង់មានបំរាមគេហាមជក់បារីហាមយកហាមពេជ្រក្នុងវត្តហាមយកសត្វចូលដូចក្នុងរឿងចិនអញ្ចឹងស្អាតហ្នឹងអូនេះកន្លែងនេះគេដាក់ម៉ូតូតាមគេសិនគេអត់ស្គាល់ផ្លូវផ្លាច់វែងផ្លូវតាមសូគេនៅខាងក្នុងមានជនជាតិគេមកដែលថាដូចកន្លែងធ្វើជាកន្លែងសម្រាប់ទេសចរជំនួសអីផងបាទនេះបត់ទេបត់ទេនៅអីដែរគឺយើងបើចូលតាមនេះអត់ដឹងអត់ស្គាល់ផ្លូវបងខាងផ្លូវដល់ចូលមើលជីចូលអត់ស្ដុំថ្មផ្លូវទាំងពីរហើយទាំងពីរតែចូលទៅក្នុងជួបលោកជួបអីនឹងជួបខាងណាតស៊ូគេបើខាងនេះសិនអូធំទូគេទៅដើមមើលសិនជុំសិនអត់ឃើញមានលើហ៎អូលើនៅខាងនោះហើយយើងចេញតាមនោះតាមទ្វារនោះហើយនេះឡើងព្រះនេះអូព្រះពងសាងសង់นู่นឃើញលោកមកនេះទៅផ្លូវចេញមាននេះទឹកហ្នឹងបងអូធំនៅខាងក្នុងនេះក៏ធំល្អពីពងសាងសង់លោកហ្នឹងទៅសួរលោកមកហើយលោកស្រីលោកហៅពិខុនៃ cái đã hàm châu hay kia ui thùng à đầy thùng nữa này
tôi xưa không xưa tầm thì đọc bài chén đọc bài chén tam kia chỗ từng tam bọt bật sân này có ở châu Nông này cận dây chân giờ có chạy mà này bạn cho hàng này anh đi lại tục tặc lại cái những cái xong cho ăn như cái không mỗi lần cái con cái này xong cho chạy vì nhôm này cái tay rang cặp nhà cái chạy mà cho lớpที่มวยเข้ากันเลยก็เชียร์สนามตึกแต่จนทำปีจำลองเป็นสร้างบางថ្ងៃនេះគឺបានមកដល់ទីនេះដោយបងជាសប្បុរសជនខ្មែរនៅប្រទេសបារាំងបានបងដែលគាត់មានចិត្តបនចិត្តចិត្តដូចគាត់ណាគាត់ផ្ញើបច្ច័យមក$100ដើម្បីចូលតែឲ្យចូលចាប់អ្នកផលបំពេញបននៅក្នុងវត្តបញ្ញាធំហើយទឹកបននេះជូនចំពោះលោកឪពុកជាត្រីដែលបានចែកឋានទៅនៅខែ3ឆ្នាំ2023ហើយនឹងទឹកបននេះជូនដល់អ្នកម្ដាយសេងសុកបាទដែលបានចែកឋានទៅនៅខែ10ឆ្នាំ2025សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកយាយលោកតាដែលជាបុព្វការីជនបានមកទទួលនៅមេផលកសលផលបនផងហើយសូមឲ្យជូនបនទៅដល់បងជាសប្បុរសជនម្ចាស់ដើមទានប្រធានសទ្ធាដែលគាត់បានផ្ញើបច្ច័យតាមរយៈក្រុមការងារសម្រាប់ជនផងបាទក៏ដូចជាចែកជូននៅទាំងទស្សនីយភាពនិងផលបនដល់ពុកម៉ែបងប្អូនជំនុំជាតិទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសផងដែរបាទបន្តិចសិនដោយសារប្រសងទៅតែឆាន់តាមត្រង់នេះបាទហើយខ្ញុំអត់ដែលធ្លាប់និយាយជាមួយនឹងពិខុnàyទៅយ៉ាងខុសត្រូវអីអំពីអធិស្ឋានបាទជាលើកទី1ដែលបានដល់ទីបាទហើយអង្គភូមិដែលមើលវីដេអូហ្នឹងមើលពីប្រទេសណាមកខ្លះហើយយល់យ៉ាងណាជួយ comment ខាងក្រោមចាស់ហើយអាចមកសិក្សាស្វែងយល់អីបន្ថែមនៅទីនេះផ្ទាល់ទេបាទពលធំណាស់បាទដែលបានមកដល់ទេធំមែនតើនៃការសាងសង់អីគឺប្លែកដោយសារមិនមែនយកគេហៅថាមិនមែនយកស៊ីម៉ង់ខ្សាច់គ្រួសយកមកបោកបៀកលាបលនទៅជាជញ្ជាំងទេគឺធ្វើពីថ្មហើយថ្មហ្នឹងសត្វតែស្ទូចដាក់បាទគឺធំមែនតើបាទថ្មហ្នឹងហើយចំណាយបច្ច័យច្រើនចំណាយពេលវេលាក៏យូរបាទហើយពលកម្មអីគឺប្រើសិតតែបច្ចេកទេសនិងម៉ាស៊ីនធំឧបករណ៍ទំនើបដើម្បីស្ទូចដើម្បីក្នុងការកសាងផ្សេងបាទគុំកណាសូមអនុញ្ញាតថតបន្តិចដើម្បីផ្ញើវីដេអូទៅឲ្យម្ចាស់បច្ច័យគាត់នៅប្រទេសបារាំងទៅគុំកណាខុសត្រូវអីជាច្រើនកណាគួរនិយាយបែបណាដើម្បីឲ្យប្រើ
ប្រាប់ភាសាដោយប្រសង់ធម្មតាទូទៅ បងបង កណាលើកទី1បានមកដល់ទីនេះ ទីនេះជាកណាអាចសុំបន្តិចបាន អូបើសិនtrongសម្ភារយើងត្រូវការណាត្រូវការ អត់សម្ភារអីច្រើនអីក៏ទីនេះជាវត្តដែលមានតែភិក្ខុណីឯដូចនេះ បង កណាបរិស័ទទូទៅអាចមករៀនធម៌អីសមាធិអីបាន យើងទូទៅបើឲ្យកាត់ចំហចឹង បើកចំហទូទៅ បងចំហទូទៅ តែគេមានពេលវេលាមានម៉ោងពេល ចាប់ពីពេលព្រឹកមក9កន្លះដល់មក10:40នាទី ម៉ោង9កន្លះដល់ម៉ោង10:40នាទី ពេលជាម៉ោង1កន្លះដល់ម៉ោង3កន្លះ ម៉ោង1កន្លះដល់3កន្លះ បងរាល់ថ្ងៃ នៅទីនេះមានទំហំប៉ុណ្ណាទំហំដីសរុបធំ មានតែពីពីចា 22ហិកតាហើយបច្ច័យនេះបានពីក្រុមគ្រួសារលោកតាឧបាសកជាត្រីហើយនឹងឧបាសិកាសេងសុកហើយជាកូនបច្ច័យពីកូនចៅគាត់ទាំងអស់គ្នាដែលគាត់មានសទ្ធាជ្រះថ្លាដោយលោកតាបាសកជាត្រីជាឪពុកបានចែកថាបានស្លាប់ហើយលោកយាយឧបាសិកាសេងសុកក៏គាត់បានស្លាប់ដែរអញ្ចឹងកូនគាត់មានសទ្ធាបវរណាបច្ច័យ$100តែកណាដូចជាបច្ច័យខ្មែរមកហើយអញ្ចឹងសូមឲ្យម្ចាស់ទានបាទបងនៅប្រទេសបារាំងនេះ$40,000ខ្ញុំបានយកមកបវរណាទុកដាក់នៅក្នុងវត្តបញ្ញាធំហើយសូមបននេះជូនទៅដល់លោកតាជាត្រីហើយនឹងលោកយាយសេងសុកហើយនឹងបុព្វការីជនកាត់ផង អាត្មាសូមតវ៉ាណាបច្ច័យនេះសម្រាប់បច្ច័យមុនសម្រាប់មកเป็นធំហើយយើងទៅចូលទៅវត្តហើយដើម្បីយើងនឹងប្រកេនទៅពីគុណសូមទាំងអស់គ្នាហើយទៅឲ្យគណៈកម្មការសូមទៅសូមពីគុណនេះគាត់ធ្វើការខ្លះដល់បច្ច័យសម្រាប់ ណាចាត់ចែងជារួម ចាត់ចែងទៅមកភាពសូមនិយមតាមកិច្ចកម្មចេតនារបស់ផ្លាយកសាលកម្មក្នុងទៅនៅចំណាយកសលในการក្នុងរៀននេះជួយចំពោះរងវិញ្ញាណខណ្ឌឧបាតារិជនមានវិយាបៃតានិកាក្នុងសង្សារវត្តទាំងអស់ដែលមកបាយបាយទាំងនេះខណ្ឌទៅការយកធម្មហើយនោះសូមឲ្យអរុទាំងអស់នោះបានអនុចារពីដល់ផលភាពและអនុភាពនៃ4នេះសូមឲ្យញាតិញោមនិងក្រុមញាតិទទួលបាននូវពលទាំង4ប្រការគឺអាយុវណ្ណៈសុខៈភៈបានចម្រើនគ្រោះទឹកវិទ្យាអរិទ្ធដីកំឡៃព្រីទីដោយนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะสัพพิติโยวิวัจจันตุสัพพะโรโควินาศตุมาเตภวันตวันตารายโยสุขีริขายุโกภวะอภิวาทนาสิทธิสานิจังวุฒาปัจจยอิโนจัตตารโอธรรมาวัฏันติอายุวันโนสุขังภาลัง สาธุสาธุสาธุเตวิกังคลานิเวติโยสาเปโลกามิเยสาตาจีวันตาหาระเหตตามโนยังโพจนางสาเปละพรตมยมเจตุสาเป សូមខ្ញុំជួយគ្នាអង្គុយជួយទៅឲ្យ មកចាស់ មកចាស់ចាំ កណា តែធ្វើ4ហ្នឹង កណា អង្គុយច្រើន ណាដាក់ខាងណាឈ្មោះ នៅឈ្មោះនៅនេះ ដាក់ខាងនេះណា ហើយទូរស័ព្ទនេះអាត្មាសូមខ្ញុំបានលោកតាំងទូរស័ព្ទឲ្យយើងហើយដើម្បីយើងអាចយើង កណាឧបាសកជាត្រីឧបា បាទសូមនេះបានទទួលមកពីមហាវិទ្យាល័យក ណាគាត់ដាក់ឈ្មោះឪពុកម្ដាយគាត់ ប
លោកបាសិកាសេងសុខ កូនចៅព្រមទាំងកូនចៅ នៅប្រទេសបារាំង លេខកណាអង្គចាំលេខមាន Telegram កណា anh em xong xong bây giờ sẽ cầm mình tiếp vào អត់ខាងនេះ xong xong cho mình tiếp កណា ở phim cho xong cho mình កណាបានចឹងកន្លែងហ្នឹងគឺពុទ្ធបរិស័ទទូទៅអាចមកស្វែងយល់ពីផ្លូវធម៌បានពីពេលព្រឹកខ្ទង់ម៉ោង 9 ជាងដល់ម៉ោង 10 ជាង 10:40 45 ហើយពេលរសៀលអាចចាប់ពីម៉ោង 1 ដល់ម៉ោងខ្ទង់ម៉ោង 3 លើកខ្វះអីចន្លោះប៉ុណ្ណឹងបាទចឹងសម្រាប់បងប្អូនយើងដែលនៅទីចិត្តទីឆ្ងាយគាត់ចង់មកស្គាល់អីគាត់អាចអញ្ជើញមកបាននៅនេះដូចជានៅយើងផុតសង្កាត់ខាងធ្នងមកបន្តិចបាទព្រោះបើមកពីក្នុងក្រុងមកហួសផ្សារឈុកមាសហួសសង្កាត់ខាងធ្នងបន្តិចឬក៏យើងអាចឆែកនៅលើ ចូលតាមសង្កាត់ខាងក្នុងក៏បាន បាទចូលតាមសង្កាត់ខាងធ្នងមកក៏បានហើយមានផ្លូវបេតុងទៅស្រួលចូលមកបើខ្ញុំជិះមិញខ្ញុំជិះចូលពីក្រោយគឺជារៀងវត្តជុំមកវិញនឹងផ្លូវនៅរៀងពិបាក ở phim cho កណ្ដាអាចសុំថតក្នុងបរិវេណទៅបាន bạn យើងគួរទៅខាងណាខាងទៅខាងទៅបាន khăn đi bạn khăn là khăn bạn đấy anh kia trong đi đi bạn ជុំវិញ anh kia kẹt ở trong đi đặt kia đi bạn ជុំវិញគ្នាកណ្ដាថតអត់ខាងគុំនេះបាទឥឡូវសូមអធិស្ឋានជូនអង្គអំពីលើពីមកខ្លះដែលស្អាតបានមកដល់អង្គពីបាទហើយទៅផ្ដាច់យកដល់ទៅផ្លែបាទនេះក៏ជាប្រូពុទ្ធបរិមាបាទពុទ្ធបរិមាគឺស្នងអង្គព្រះសម្មាសម្ពុទ្ធបាទគាត់ខាងវត្តគាត់ចេញសបុតសម្រាប់បច្ច័យ$100ដែលលោកតាបាសកជាត្រីនិងលោកយាយបាសិកាសេងសុខកូនចៅគាត់នៅប្រទេសបារាំងក៏បានចូលរួមបាទវត្តគាត់ចេញលិខិតឲ្យថាបានទទួលបច្ច័យបាទនេះខាងមើលឲ្យសុំទៅខាងនោះមកជុំមកដើមមើលមកតិចសិនបាទអូងាយបានមកដល់អ៊ំខ្ញុំបាទយើងដឹងថាងាយនៅពេលគាត់ខាងក្នុងទៅ ស៊ូន មើលនាំឃើញបាទអត់មកសំបីតបាតគ្រឹះក្រោមមកធំបាទឡើងលងស្រើតែម្ដង សជូតអត់មានអពាក់បិជើង បាទ អូទៅធ្វើចការ ខាងនេះមានដើមឈើ ដើមធ្នង់ដើមកញ្ញូង ដើមនេះដូចដើមឈើដើមនេះ ធ្នង់កញ្ញូង អត់មានចូលមកនេះទៅចូលទៅអមបាទហើយសាច់តែលើកយក ទូចទេនេះលើកនេះលើកមិនរួចទេ ទៅស្ទូចមិនលើកដៃហើយមិនមែនមួយឆ្នាំពីរឆ្នាំធ្វើរួចទេណា10ឆ្នាំបាទ10ឆ្នាំបានធ្វើរួចហើយចូលតាមនេះ វល់ចុះវល់ឡើងវិញផ្លូវ វិញណាបាទធំខាងធំនិយាយទៅឡើងទៅធំ
22 តាហ្នឹង ពេលរសៀល យើងមើលពីកាលណានោះបន្តិចម៉ោងបើកទ្វារពីម៉ោង7ព្រឹករហូតដល់ម៉ោង5ល្ងាចចាប់ពីម៉ោង 3 ម៉ោងអីចាប់ពីម៉ោង30ថ្ងៃត្រង់ហើយម៉ោងអីគេស្មាត់អត់យល់ ជាម៉ោងសមាធិ ចាប់ពីម៉ោង11 30ឯងដល់10ហើយ 30ថ្ងៃត្រង់ បាត់ ជា លេខ ម៉ោងសមាធិដូចនេះ នេះ12ថ្ងៃត្រង់ អូម៉ោង9កន្លះដឹង នេះ អត់ 12ថ្ងៃត្រង់ ចូលទស្សនាក្នុងបរិវេណវត្តឡើយ គេ12ថ្ងៃត្រង់ 12 CO កន្លះណា12កន្លះអញ្ចឹងយើងមកត្រូវណាពេលរសៀលគឺសម្រាប់សមាធិអូយើងមកពេលថ្ងៃបើពេលរសៀលសមាធិគឺបត់ដើម្បីការចូលទស្សនាកុំឲ្យមានសម្លេងរំខាននៅពេលសមាធិហើយក៏អមឡើងមកតាមជុំហើយអមសម្លេងតាមខ្លួនខាងขึ้นតែប៉ុណ្្នឹងវាច្រើន នៅខាងនោះទៀតដើមអស់ ច្រើន 20ហិកតាធំណា ពុទ្ធសាសនាពុទ្ធសាសនាទៅទៅទៀតបាទបានពីខកនៅបាទតាមបាននេះមានច្រើនជាសាសច្រើនមានបរទេសមាន មានផ្លូវចេញអត់មើលទៅណា ដល់ទៅទៅ មើលមកជុំ ដល់ឡើងបើមកជុំទៅតាមចេញ ដល់ផ្លូវចេញវិញយើងដើរចូលទៅនោះ មកជុំទៅចាំចេញទៅតាមយកដល់ពេលនោះ ដល់ផ្លូវចេញវិញមើលចុះធ្វើឡើង មើលជុំតាមចេញទៅ ខាងនោះមានផ្លូវចេញ នេះមាន đặt giờ mà testភាពចាស់ជូនដល់អ៊ំពូមីងគាត់ឲ្យបងប្អូនទស្សនាសាវីអូ អានេះបិទឬអីអរេនេះគេបិទទេដល់ ដាក់តាមខាងនេះគឺយកមកតប អានេះវាមហាកំប្លែងចិនមែននេះវិលមកជុំវិញដែរមកនេះវិញ យើងលើច្រើន ក៏ដុំថ្មមកដុំនេះដឹងតម្លៃប៉ុន្មានមានលេខណាស្អាតបងហើយណាស្អាតជាងនឹងទៀតកាច់តាមឆ្វេងវិញ មកបាកម្ដងដែរចាំស្លាប់ដល់ចង់វែងវិញហ្នឹង អូអានេះផ្ទុកទឹក បាទទឹកស្អីទឹកឡើងដោយល្អហ្នឹងនេះក្នុងទឹកទឹកអមមួយទឹកទឹកអត់ដូចល្អ កន្លែងណាស្អាតមិននាំទៅតិចមើលគេថាមានកន្លែងថតស្អាតគាត់ធ្លាប់មកម្ដងយើងថតកន្លែងណាស្អាតតាមស្ដាំនេះមកដល់ផ្លូវមិញហើយយើងចេញទៅវិញសិនអូបើចូលនៅមុខបាត់ទេ អូនញ៉ាំស្អាតចេញទេ nhưng mà dân cứ អត់មិនគឺស្អាតចេញ tập là phải được không សត្វព្រៃ ទៅណា không thì vào vậy thôi đi mua ấy ទៅណាមាននេះទៀតណា ហ្នឹងព្រៃ ប្រៃ nóមានវិហារដែរតែកន្លែងគេកាន់តាំងសល់ អូកន្លែងគេសមាធិគេឲ្យចូលណាអូតែយើងទៅនោះវិញទៀត អ
มาดอกเลยmìnhดอกอะไรmìnhดอกอะไรจะตัวกระจายmìnhนี่ขนมนี่ผมเป็นแพนตีmới là ó tại thằng naยังดับแพนตีlại naยังสุกมือนี่เงียบมาที่ไรคำเจนbịปรักถ้าcầmอ้อยเพลียงอะไรnơi tậpเพลียง យើងដាក់ទៅក្រៅតោក นี่แต่ขันน้องมาดอง អត់មកជុំ แต่ขันน้องมาดอง ជុំ สองmàu tầm mùi nè nó bà hía này nó bà hía đừng bà hía mùi na bà hía cái đạp lên mà bà hía sang ở toàn hói nó ba giờ hia mình bè mình ấy nè ai kể toàn ở châu lại sma thị phong đăng này nè mình tục tắc hay rồi trong khơi rất là ôi xa ta tất cả đông mò tại mò thông bên xã nên đi riệp trong đặt nọ lò để chẹt hắm châu mà cái đai đang vô bài chơi xanh và ở đây lại nhảy khái vô dương ở đây đang châu mà lực đi mùi ở đang thang lại nay lại nhảy khái của đã mơ mà chung xanh na thì đây vừa cho vừa ăn này này tam ní là bòn bà nó là bòn cầm phai cho bọt trong vịnh đi châu tam đi mình chọn châu đây những đám mưa mà chung nó tiệt sân và các bạch như các bạch bãi chân khi chân để nông rương chứ nông rương vàng nhìn ăn tặc này bọt trùng vinh những cái hai cạ sân này và vừa khai những cái hai cạ sân lại định cờ bót cái mình cạ sân tặc mùn châu đó nó cứ thời lòng cắt pin lòng cắt tặc mình sân anh ấy mình đã thò một chiết này con chơi cái đam tràn vừa cho nó cái đạm pha toàn ở tới đạm bạc và những cái ai đào bàn mơ đó nó hơi bàn bọt mà chùm thì ôi ngày từ ở đó đây thầm năng cho ở con ông Pù Minh dây ta bỗng mai bong bóng từng óc này đã ban tạm nan test na sai video đã bọc mà đã lấy ba rồi ngày này ban nom chạy bong sợi nơi bờ tây parang ban vô cho room có sang nơi vọt bà nhà thông ba lời video bọc mà có đò tì mình chọc trầm tập phần này bà chôn po ông Pù Minh dây ta bỗng mai bong bóng từng óc này ba mình sọc phiệp rồiตัวtiền mình bàn tên nào mình sọcสวัสดิ์phiệp groupคนนี้บ้านออกคน group จำเรียบเรียบบ้าน